សូមចម្រើនពរនិងសូមស្វាគមន៍ឧបាសកដ៏មានសទ្ធាជ្រះថ្លាក្នុងព្រះសទ្ធម្មការដែលអ្នកមានចិត្តស្វែងរកសេចក្តីស្ងប់និងចង់ឆ្វេងយល់ពីមាគ៌ាជីវិតដ៏ត្រឹមត្រូវគឺជាមង្គលដ៏ឧត្តមអាត្មាភាពសូមសម្ដែងនៅកោតសរសើរនិងសូមលើកទឹកចិត្តអ្នកឲ្យមានចិត្តមុតមាំក្នុងការដើរលើផ្លូវដ៏ត្រង់នេះជីវិតរបស់សត្វលោកទាំងឡាយតែងតែជួបប្រទះនៅរលកនៃសេចក្តីទុក្ខនិងសេចក្តីសុខឆ្លាស់គ្នាមិនចេះចប់មិនចេះហើយប្រៀបដូចជាទូកតូចមួយដែលអណ្ដែតកណ្ដាលហាមុតដ៏ធំធេងជួនកាលរលកខ្យល់បោកបក់មកខ្លាំងធ្វើឲ្យចិត្តរបស់ញរង្គោះរង្គើវង្វេងវង្វាន់និងកើតសេចក្តីក្តៅក្រហាយប៉ុន្តែប្រសិនបើចិត្តរបស់ញមានចំហររមាំមួនមានការយល់ដឹងច្បាស់ពីធម្មជាតិពិតនៃជីវិតនោះយើងនឹងអាចរក្សាភាពស្ងាត់បានទោះបីជាមានព្យុះភ្លៀងបោកបក់មកយ៉ាងណាក៏ដោយជំហានដំបូងនៃសេចក្តីស្ងប់គឺការត្រឡប់មកពិនិត្យមើលចិត្តរបស់ខ្លួនឯងមនុស្សភាគច្រើនក្នុងលោកតែងតែផ្ដោតអារម្មណ៍ទៅរឿងរ៉ាវខាងក្រៅស្វែងរកតែលៀបយូស្រសើរនិងសេចក្តីសុខខាងសាច់ឈាមដែលជារបស់មិនស្ថិតស្ថេរនៅពេលដែលរបស់ទាំងនោះប្រែប្រួលឬបាត់បង់ទៅចិត្តក៏កើតសេចក្តីសោកស្ដាយខកចិត្តនិងរងទុក្ខវេទនាព្រះធម៌បានពន្យល់ថាសេចក្តីទុក្ខទាំងឡាយសេចទុក្ខទាំងឡាយមិនមែនកើតឡើងដោយសារតែអ្នកដទៃឬប្រការខាងក្រៅនោះទេប៉ុន្តែវាកើតចេញពីការដែលចិត្តរបស់វាកាន់មាំទៅចង់បាននិងទៅទាមទារឲ្យគ្រប់យ៉ាងប្រព្រឹត្តទៅតាមតែចិត្តចង់ចូលអ្នកសាកល្បងសង្កេតមើលរូបកាយនិងចិត្តរបស់យើងរូបកាយនេះចាប់តាំងពីដំបូងដែលកើតមកតែងតែប្រែប្រួលទៅរកភាពក្រំគ្រានិងឈានទៅរកការបែកធ្លាយជាប្រដីចំណែកឯចិត្តគំនិតវិញក៏មិនខុសគ្នាដែរកើតឡើងហើយក៏រលត់ទៅអើតឡើងហើយក៏បាត់ទៅវិញគ្មានអ្វីមួយដែលអាចនៅថេររហូតនោះឡើយការបើអ្នកឃើញច្បាស់ពីសេចក្តីពិតនេះចិត្តអកលនឹងចាប់ផ្ដើមនៅកាន់មាំមិនយំសោកខ្លាំងពេកនៅពេលជួបសេចក្តីខកចិត្តនិងមិនវែងត្រេកត្រអាលខ្លាំងពេកនៅពេលជួបសេចក្តីសំបំណងដើម្បីបង្កើតគ្រឹះដ៏រឹងមាំសម្រាប់ជីវិតចូលអ្នកព្យាមបំពេញនូវសេចក្តីល្អ3ប្រការជាប្រចាំទី1គឺការលះបង់និងការចែករំលែកការពិតទៅការលះបង់មិនមែនសំដៅទៅលើការបរិច្ចាគទ្រព្យសម្បត្តិនោះទេប៉ុន្តែរួមបញ្ចូលទាំងការលះបង់នៅចិត្តកំណាញ់នេះលះបង់នៅពាក្យសម្ដីអាក្រក់ៗដែលធ្វើឲ្យអ្នកដទៃឈឺចាប់នៅពេលដែលអ្នកចេះចែករំលែកសេចក្តីសុខនិងក្តីមេត្តាទៅដល់មនុស្សជុំវិញខ្លួនចិត្តរបស់នឹងរីកទូលាយមានភាពនឹងរីកធំភ្លន់និងពោពេញដោយភាពកក់ក្ដៅទី2គឺការរក្សាសេចក្តីនៃកាយនិងវាចានេះជាការទាំងកាយនិងវាចានេះជាការទាំងចិត្តមានជីវិតសត្វលោកតីមិនលួចប្លន់ទ្រព្យសម្បត្តិដែលគេមិនព្រឹត្តខុសក្នុងសវិញ្ញាដាក់តីមិននិយាយកុហកបោកប្រាស់ឬពាក្យបោកប្រាស់ឬពាក្យញុយញងនិងមិនសេពគ្រឿងស្រវឹងដែលធ្វើឲ្យបាត់បង់ស្មារតីការរស់នៅក្នុងក្របខ័ណ្ឌដ៏ល្អត្រឹមត្រូវបែប3ឲ្យមានស្មារតីរលឹកដឹងនេះជាចំណុចដ៏សំខាន់បំផុតក្នុងមួយថ្ងៃចូលចំណាយពេលបន្ទួចអង្គុយទីកន្លែងដ៏ស្ងាត់មួយក្នុងទីកន្លែងដ៏ស្ងាត់ចូលដើមចេញវែងដោយយកចិត្តលោទេសដសកម្មសិទ្ធមានចិត្តនោះវែងចូលរជុំចាំថាការដើរលើទ័ពនឹងធ្វើសកេតលនាដំណៃដភាពនឹងហើមនៅពេលដែលមាននឹងគំនិតផ្សេងរត់បិចចូលមកចូលគ្រាន់តែដឹងថាកំពុងមានគំនិតរួចហើយនាំចិត្តត្រឡប់មកជួរដង្ហើមវិញការធ្វើនេះបែបជាបន្ទាប់នឹងធ្វើឲ្យចិត្តរបស់យើងមានកម្លាំងមានមិនងាយរំភើបញ័រទៅតាមរឿងរ៉ាវផ្សេងឡើយ